នៅក្នុងកម្មវិធី Word នៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើឯកសារអ្វីមួយឬមួយក៏ធ្វើជាលិខិតរដ្ឋបាលអ្វីមួយគឺបងប្អូនទាំងអស់គ្នាតែងតែបញ្ចូលនៅផ្នែកខែចន្ទគតិនិងសូរ្យគតិបែបនេះអញ្ចឹងនៅពេលដែលបញ្ចូលគឺបងប្អូនទាំងអស់គ្នាធ្វើការវាយម្ដងមួយអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅបញ្ចូលផ្នែកខែចន្ទគតិនិងសូរ្យគតិហ្នឹងដោយមានភាពងាយស្រួលហើយលឿនជាងមុនចឹងជាដំបូងឡើយគឺបងប្អូនទាំងអស់គ្នាត្រូវចូលទៅ download កម្មវិធីមួយមានឈ្មោះថាខ្មែរ Luna អញ្ចឹងនៅពេលដែល download បានហើយនៅពេលដែលយើងបានហើយគឺវាមាននៅខាងលើនេះគេដាក់ថាខ្មែរ Dev អញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចូលនៅកន្លែងហ្នឹងតមកទៀតនៅខាងលើនេះគឺមានឆ្នាំមានខែមានថ្ងៃអញ្ចឹងបើសិនជាយើងធ្វើការនេះយើងចង់ដាក់ថាថ្ងៃហ្នឹងអញ្ចឹងយើងគ្រាន់តែចុចកន្លែងថ្ងៃនេះទៅគឺថ្ងៃខែឆ្នាំហ្នឹងគឺវានឹងបំលែងមកឲ្យយើងអូតូតែម្ដងគឺវាបញ្ចូលមកយើងតែម្ដងចឹងមកខាត់ទៅយូរខ្ញុំនឹងទៅបង្ហាញបងប្អូនអរគ្នាអំពីរបៀបចូលទៅដំឡើងរបស់គ្នាអញ្ចឹងជាដំបូងឡើយបងប្អូនអរគ្នាចូលនៅក្នុង Google ទៅតែបងប្អូនអរគ្នា download source មួយដែលមានឈ្មោះថាខ្មែរ Luna ចឹងដោយសារតែខ្ញុំបាន download ហើយអញ្ចឹងខ្ញុំចូលទៅដំឡើងតែម្ដងខ្ញុំដាក់នៅក្នុង music អញ្ចឹងមួយនេះបងប្អូនអរគ្នា app ខ្មែរ Luna អញ្ចឹងដើម្បីដំឡើងងាយស្រួលទេគ្រាន់តែធ្វើការចុច double click ទៅលើ source ដែលយើងបាន download ហើយហ្នឹងទៅតមកទៀតយើងចុចទៅលើពាក្យថា run ខាងលើនេះអូខេអញ្ចឹងយើងរងចាំបន្តិចទៅបន្ទាប់មកគឺវាចេញផ្ទាំងបែបនេះមកមួយអញ្ចឹងយើងចុចចេះអូខេបន្ទាប់ពីយើងចុចចេះហើយគឺយើងចុច accept នៅខាងលើនេះមកដល់មកទៀតយើងចុចទៅលើពាក្យថា next ហើយយើងចុចទៅលើពាក្យថា install ហើយយើងរងចាំបន្តិចទៅដើម្បីឲ្យ source នឹងដំណើរការ install ចប់យើងអាចចូលទៅក្នុងកម្មវិធី Word យើងអាចធ្វើការបញ្ចូលថ្ងៃខែនឹងបានលឿនហើយអញ្ចឹងកន្លែងនេះយើងចុចពីនេះមកដោយសារតែហើយអញ្ចឹងយើងចូលក្នុង Word អញ្ចឹងនៅក្នុងកុំព្យូទ័របងប្អូនខ្លះនៅពេលដែលចូលទៅកន្លែងខាងលើនេះខ្មែរ data នោះគឺវាអត់ទាន់ចេញទេអញ្ចឹងបើសិនជាវាអត់ទាន់ចេញទេបងប្អូនអរគ្នាចូលមកកន្លែង file នេះមកបន្តមកទៀតបងប្អូនចូលនៅក្នុង option ខាងក្រោម Web Off បន្ទាប់ពីចូល option ហើយបងប្អូនអរគ្នាចូលនៅត្រង់ customize ribbon នេះដើម្បីយើងទៅ tag នៅខ្មែរ data នេះខ្មែរ data នេះបើសិនជាកុំព្យូទ័ររបស់បងប្អូនអរគ្នាតម្លាហើយគឺកន្លែងអត់ទាន់ tag ទេបងប្អូនអរគ្នាគ្រាន់តែធ្វើការ tag ទៅហើយបងប្អូនចុច OK ទៅហើយកន្លែងនេះគឺវានឹងចេញមកខាងលើអញ្ចឹងមិនមែនតែយើងអាចបញ្ចូលតែនៅក្នុង Word នេះបានទេសូម្បីតែយើងគូស text box ក៏យើងអាចបញ្ចូលជានៅខែនឹងបានដែរខ្ញុំសូមធ្វើការគូស text box នេះមកខ្ញុំចូល insert ហើយខ្ញុំចូលក្នុង set ខ្ញុំគូស text box មួយអញ្ចឹងយើងគូស text box មកតមកទៀតខ្ញុំចង់ធ្វើការបញ្ចូលថ្ងៃខែចន្ទគតិសូរ្យគតិនៅក្នុង text box ដែលខ្ញុំបានគូសនឹងអញ្ចឹងយើងចូលនៅក្នុងខ្មែរ data ខាងលើមកហើយយើងចុចមកបើសិនជាបងប្អូនអរគ្នាចង់បានឆ្នាំ2025បងប្អូនចុចថ្ងៃឆ្នាំនោះហើយបងប្អូនរើសទៅ2025មកហើយថ្ងៃខែបងប្អូនដូរតាមនឹងមកហើយបងប្អូនចុចបំលែងទៅគឺវានឹងចេញឲ្យយើងឯងបងប្អូនអរគ្នាអញ្ចឹងនៅពេលដែលវាចេញបែបនេះហើយបងប្អូនអាចធ្វើការដូរទៅតាមប្រភេទអក្សរមកបងប្អូនចង់បានទៅហើយសេរីដាក់នៅក្នុងកិច្ចការងាររបស់បងប្អូនទៅគឺបានរួចការស្រេចហើយអញ្ចឹងគឺវាមានភាពងាយស្រួលមែនតើបើសិនជាបងប្អូនអរគ្នាបានដំឡើងកម្មវិធីខ្មែរ Luna នឹងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងសង្ឃឹមថាបងប្អូនអរគ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ